បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងជួបគ្នាទៀតហើយថ្ងៃនេះខ្ញុំយកសកម្មភាពសិស្សដែលគាត់កំពុងតែរៀនបាទតើតើជាមួយមុខវិជ្ជា design ដែលប្រើកម្មវិធី AutoCAD បាទនេះគឺជាសកម្មភាពបងប្អូនឆ្នាំទី1លើជំនាញមេរៀនឧស្សាហកម្មបាទចំនួន5ដែលរៀននៅវិទ្យាស្ថានភូមិចេតិទេសភូមិពេទ្យជួយសានស្វ័យរៀនបាទអញ្ចឹងថ្ងៃនេះគឺគាត់ប៉ះម៉ោងមុខជា design ហើយមុខជា design នេះដែរយើងប្រើកម្មវិធី AutoCAD បាទតតែឆ្នាំទី2ឆ្នាំទី1យើងបានរៀនបាទ design ដែរប៉ុន្តែយើងប្រើកម្មវិធី SolidWorks វិញអញ្ចឹងនៅក្នុងបាទមុខជំនាញមេរៀនឧស្សាហកម្មនេះគឺយើងប្រើប្រាស់កុំព្យូទ័រច្រើនមែនទែនបាទហើយដូច្នេះហើយបានជាមើលក្នុងថ្នាក់នេះគឺពីច្រើនគឺមានស្រីច្រើនជាងបរិសុទ្ធបាទបរិសុទ្ធមានតែ5នាក់ទេបាទសិស្ស31នាក់អញ្ចឹងបរិសុទ្ធមានតែ5នាក់បាទចម្លែកតង់ថាសាលាផ្សេងសិស្សនារីគឺអត់សូវរៀនទេខាងមេកានិកឧស្សាហកម្មតែនៅស្វ័យរៀនយើងនេះគឺសពោសិស្សនារីរៀនបាទដោយសារគាត់យល់ថាការរៀនជំនាញនេះគឺយើងទី1ការរៀនគឺយើងមិនប្រប្រាស់តែលើម៉ាស៊ីនសុទ្ធសាធទេនេះយើងមានកម្មវិធីបាទផ្សេងយើងប្រើកុំព្យូទ័រច្រើនមែនទែនឧទាហរណ៍ថាឆ្នាំទី1ឆ្នាំទី1នេះយើងប្រើកម្មវិធី design យើងប្រើកុំព្យូទ័របាទដល់ពេលបន្ទាប់មកដែរយើងក៏ប្រើលើការសរសេរបាទសេម៉ាលើកម្មវិធីពន្ធខ្យល់ពន្ធប្រេងបាទក៏ប្រើកុំព្យូទ័រដែរហើយសរសេរកូដដើម្បីបញ្ជាម៉ាស៊ីន CNC ក៏យើងប្រើកុំព្យូទ័របាទខាង SolidWorks Design គឺយើងប្រើកុំព្យូទ័រចឹងហើយដូច្នេះហើយគឺយើងរៀនតទៅកុំព្យូទ័រច្រើនយើងផ្ដោតទៅលើម៉ាស៊ីនក៏យើងផ្ដោតទៅលើកុំព្យូទ័រក៏យើងសិក្សាច្រើនហើយតទៅជាមួយការអនុវត្តផ្ទាល់លើសម្ភារៈបរិក្ខាររបស់យើងគឺច្រើនមែនទែនបាទយ៉ាងនេះគឺការធ្វើតេស្តសមត្ថភាពរបស់បងប្អូនទៅលើជំនាញ design ដែលយើងប្រើកម្មវិធី AutoCAD ហ្នឹងបាទបងប្អូនធ្វើការ design ទៅលើបាទរូបភាពឬគំនូរប្លង់ឬក៏គ្រឿងគុំផ្សេងដែលលោកគ្រូដាក់ឲ្យទៅតាមពេលវេលាកំណត់របស់ពួកគាត់ហើយអញ្ចឹងគឺអ្នកពឹងប្រែងមែនទែនដើម្បីធ្វើហើយបន្ទាប់នេះដែរគឺយើងមានកុំព្យូទ័រឲ្យគ្រប់ឲ្យសិស្សគ្រប់គ្នាទេបាទអ្នកខ្លះក៏ប្រើ laptop ផ្ទាល់ខ្លួនទៅដោយសារចំនួនសិស្សច្រើនបាទអញ្ចឹងគឺវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងបាទសូមអរគុណដែលបានតាមដានទស្សនារបស់ខ្ញុំសូមអរគុណ